ដែលយើងដាក់សញ្ញាព្រួញឆ្វេងស្ដាំមុខក្រោយបែបនេះក្នុងកម្មវិធី Microsoft Word អញ្ចឹងបើចង់ដឹងចូលទស្សនាវីដេអូរបស់ខ្ញុំបាទអញ្ចឹងទី1គឺយើងវាយលេខ27អោក7ហើយ L សក់ x បាទទី2 21 D4 L x ទី3 21អោក L x សំទោស L x បាទទី4គឺ 2B បាទ 2B 04 L x បាទទី3គឺ 2B 0C L x សំទោស21 C4 L x បាទអញ្ចឹងនេះគឺជារបៀបដែលយើងដាក់សញ្ញាព្រួញទៅមុខទៅក្រោយនៅក្នុងកម្មវិធី Microsoft Word បាទសូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មានពាក្យថាចង់រៀនឬឆាតចូលពេក